ដូច្នេះអ្នកណាដែលបន្ទាបខ្លួនឲ្យបានដោយកូនតូចនេះអ្នកនោះឯងឈ្មោះថាធំជាងគេក្នុងនគរឋានសួគ៌ហើយអ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះដោយនៅឈ្មោះខ្ញុំនោះក៏ឈ្មោះថាទទួលខ្ញុំដែរត្បិតអស់អ្នកណាដែលដំកើងខ្លួននោះនឹងត្រូវបន្ទាបចុះតែអ្នកណាដែលបន្ទាបខ្លួននោះនឹងបានដំកើងឡើងវិញកុំឲ្យធ្វើអ្វីដោយទោះតែងគ្នាឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយតែចូលរាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញកុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយត្រូវស្វែងរកចំពោះអ្នកដទៃផងត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយគង់តែមិនបានរាប់សេចក្តីស្មើនឹងព្រះនោះទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយគឺទ្រង់បានលះបង់ព្រះអង្គទ្រង់មកយករូបភាពជាបាវបម្រើវិញព្រមទាំងប្រសូតមកមានរូបជាមនុស្សផងហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះនោះក៏បន្ទាបព្រះអង្គទ្រង់ទាំងចោះចូលស្ដាប់បង្គាប់រហូតដល់ទីមរណៈគឺទ្រង់ទទួលសគត់ជាប់លើឈើឆ្កាងផងដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរលើសជាងអស់ទាំងនាមផងដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវនោះឲ្យគ្រប់ទាំងជង្គង់នៅឋានសួគ៌នៅផែនដីហើយនៅក្រោមផែនដីត្រូវលូតចុះហើយឲ្យគ្រប់ទាំងអណ្ដាតបានថ្លែងប្រាប់ថាព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអង្គម្ចាស់សម្រាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតាចូលបន្ទាបខ្លួននៅចំពោះព្រះអង្គម្ចាស់នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើងបងប្អូនអើយកុំឲ្យនិន្ទាគ្នាឡើយអ្នកណាដែលនិន្ទាហើយថ្កល់ទោសបងប្អូនខ្លួននោះក៏និន្ទាហើយថ្កល់ទោសចំពោះក្រឹតវិន័យដែរបើអ្នកថ្កល់ទោសក្រឹតវិន័យនោះអ្នកមិនមែនកាន់តាមក្រឹតវិន័យទេគឺឈ្មោះថាជាអ្នកថ្កល់ទោសវិញផលនៃសេចក្តីសុភាពនិងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ានោះគឺជាទ្រព្យសម្បត្តិកិត្តិសព្ទនិងជីវិតបើអ្នករាល់គ្នាឲ្យគេខ្ចីដែលសង្ឃឹមនឹងបានវិញនោះតើមានគុណបំណាច់អ្វីត្បិតទាំងមនុស្សមានបាបក៏ឲ្យមនុស្សមានបាបខ្ចីដែរដើម្បីឲ្យបានដូចដើមវិញចូលស្រឡាញ់ដល់ខ្មាំងសត្រូវរបស់អ្នករាល់គ្នាឲ្យប្រព្រឹត្តល្អនឹងគេហើយឲ្យគេខ្ចីដោយឥតសង្ឃឹមនឹងបានអ្វីមកវិញចុះនោះអ្នករាល់គ្នានឹងបានរង្វាន់ជាយ៉ាងធំហើយនឹងធ្វើជាកូននៃព្រះដ៏ខ្ពស់បំផុតត្បិតទ្រង់តែងល្អដល់ទាំងមនុស្សអកតញ្ញូនិងមនុស្សអាក្រក់ដែរដូច្នេះចូលអ្នករាល់គ្នាមានចិត្តមេត្តាករុណាដូចជាព្រះវរបិតានៃអ្នកទ្រង់មានព្រះハរតីមេត្តាករុណាដែរដើម្បីឲ្យទ្រង់បានសម្ដែងឲ្យអស់ទាំងកាលខាងមុខបានឃើញព្រះគុណដ៏ធ្ងន់លើសលប់របស់ទ្រង់ដោយសេចក្តីសប្បុរសដែលទ្រង់ផ្ដល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវត្បិតគឺដោយព្រះគុណដែលអ្នករាល់គ្នាបានសង្គ្រោះដោយសារសេចក្តីជំនឿហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរគឺជាអំណោយទានរបស់ព្រះវិញក៏មិនមែនដោយការប្រព្រឹត្តដែរក្រែងអ្នកណាអួតខ្លួនត្បិតយើងរាល់គ្នាជាស្នាដៃដែលទ្រង់បង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អដែលព្រះបានរៀបចំជាមុនឲ្យយើងរាល់គ្នាប្រព្រឹត្តតាមដូច្នេះចូលនឹកចាំថាកាលពីដើមអ្នករាល់គ្នាជាសត្វដតីខាងសាច់ឈាមដែលពួកទទួលកាត់ស្បែកក្នុងសាច់ដោយដៃមនុស្សគេហៅអ្នករាល់គ្នាជាពួកមិនកាត់ស្បែកវិញចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទន់សន្តោសហើយអត់ទោសគ្នាដូចជាព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរកាលណាមនុស្សអាក្រក់ស្លាប់ទៅនោះសេចក្តីសង្ឃឹមរបស់គេក៏សូន្យទៅដែរហើយសេចក្តីទុកចិត្តរបស់មនុស្សទុច្ចរិតនឹងត្រូវវិនាសទៅផងដូច្នេះកាលណាយើងមានឱកាសនោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ហើយគឺដល់ពួកអ្នកជឿជាដើមឥតធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឬពាក្យប្រមាថស្នងនឹងពាក្យប្រមាថឡើយគឺត្រូវឲ្យពោលវិញដោយដឹងថាទ្រង់បានហៅអ្នករាល់គ្នាមកឯសេចក្តីនោះឯងដើម្បីបានព្រះពរជាមរតក